បាទខ្ញុំបាទឈ្មោះណាំងត្រាំគឺផ្នែកបច្ចេកទេសកាន់នៅក្នុងខេត្តកំពង់ចាមនេះដែលថ្ងៃនេះចុះមកមើលឆ្កាតារ៉េនដែលប្រើជីគ្រាប់តែលេខជីគ្រាប់គឺ144ពិសេសដែលដាក់នៅលើដំណាក់កាលប្រមូលផលហើយនេះឃើញថាតារ៉េនគឺមានលក្ខណៈមានកម្លាំងទាំងស្លឹកទាំងត្រួយគឺចេញមកល្អធ្លាស់ល្អហើយក្នុងដំណាក់កាលនៃការដាក់នេះគឺដាក់ក្នុងមួយដើមគឺ2គីឡូកន្លះចន្លោះហ្នឹងសម្រាប់ការដាក់នៅក្នុងដំណាក់កាលថែទាំត្រួយនេះហើយចំពោះការទាក់ទងនឹងបច្ចេកទេសនៃការបាញ់ខាងលើយើងប្រើទៅលើពពុះឆ្នាំជីបំពន់យើង K1 បូកពពុះ K1 ហើយនឹងជាមួយនឹងពពុះ Nano ឃើញថាស្លឹកក្រាស់ល្អទាក់ទងនឹងប្រព័ន្ធកោសិកាសបកពណ៌អីហ្នឹងគឺល្អហើយក៏យើងបាញ់ថ្នាំលាងដើមរបស់យើងដែលមានធាតុសកម្មដូចជាពពុះ Pira Clotrobin ដែលមានឈ្មោះថា Dr. តូចហើយនឹងពពុះ Dr. ធំដែលមានធាតុសកម្មពពុះ Hexaconazole អញ្ចឹងនៅក្នុងពីរសារធាតុនេះអាចធ្វើឲ្យលាងដើមតារ៉េនបានល្អហើយវាជួយឲ្យកោសិកាសបកដែលមានករណីមានសារធាតុពុលក្នុងសបកហ្នឹងឯងវាគឺជាលាងសារធាតុពុលនឹងបានល្អសម្រាប់ក្នុងដំណាក់កាលនេះ